ជាសម្រាប់ប្រើពហុកីឡដ្ឋានជាតិមរតកតេជោជាលើកទី2ដើម្បីប្រកួតពានរង្វាន់ Asian Championship សហព័ន្ធបាល់ទាត់កម្ពុជាបានប្រកាសជាផ្លូវការថានឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោសម្រាប់ការប្រកួតជើងឯកអាស៊ាន Asian Championship ឆ្នាំ2026ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាស្ថិតនៅពូល A ជាមួយជម្រើសជាតិវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម៉ូខាងកើតសម្រាប់ការប្រកួតសន្សំបន្ទុកក្នុងពូលកម្ពុជានឹងមានការប្រកួតក្នុងដីចំនួន2ប្រកួតនិងក្រៅដីចំនួន2ប្រកួតសម្រាប់ការប្រកួតក្នុងដីកម្ពុជាទទួលក្រុមជម្រើសជាតិសិង្ហបុរីនាថ្ងៃទី24ខែកក្កដាឆ្នាំ2026និងទទួលក្រុមជម្រើសជាតិទីម៉ូខាងកើតនៅថ្ងៃទី3ខែសីហាឆ្នាំ2026នៅពហុកីឡដ្ឋានជាតិមរតកតេជោចំពោះការប្រកួតនៅក្រៅដីកម្ពុជាត្រូវទៅប្រកួតជាមួយនឹងម្ចាស់ផ្ទះឥណ្ឌូនេស៊ីនៅថ្ងៃទី27ខែកក្កដានិងធ្វើដំណើរទៅប្រកួតជាមួយនឹងវៀតណាមនៅថ្ងៃទី7ខែសីហាឆ្នាំ2026ប្រសិនបើកម្ពុជាមានឱកាសឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ក៏នឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោម្ដងទៀតដែរមូលហេតុដែលនាំឲ្យប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោគឺដោយសារតែស្មៅធម្មជាតិកម្រិតស្តង់ដារប្រព័ន្ធទឹកនិងភ្លើងគ្រប់គ្រាន់បន្ទប់ធ្វើការធំទូលាយកៅអីអង្គុយច្រើននិងជាទីកន្លែងធំទូលាយសម្រាប់ចំណតយានយន្តនេះមិនមែនជាលើកទី1ទេដែលកម្ពុជាប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោសម្រាប់រៀបចំការប្រកួតជើងឯកអាស៊ានកាលពីឆ្នាំ2022កម្ពុជាបានរៀបចំការប្រកួតនៅទីលានថ្មីនេះម្ដងដែរដោយមានចំនួន2ប្រកួតគឺឈ្នះទាំង2ប្រកួតលើក្រុមជម្រើសជាតិហ្វីលីពីន3-2និងឈ្នះលើប្រុយណេ5-1បើទោះបីជាយ៉ាងណាក៏ដោយការប្រកួតទាំង2លើកនោះមានអ្នកទស្សនាចំនួនត្រឹមតែ10000នាក់តែប៉ុណ្ណោះគឺជាហ្វីលីពីនមានអ្នកទស្សនាចំនួន4860នាក់និងជាមួយប្រុយណេចំនួន1169នាក់